មនុស្ស13នាក់បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះអំឡុងពេលចលគ្រាប់រំសេវយោធាឥណ្ឌូនេស៊ីមនុស្ស13នាក់បានស្លាប់នៅក្នុងការផ្ទុះមួយអំឡុងពេលចលគ្រាប់រំសេវយោធាដែលផុតកំណត់នៅកោះជ្វាភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទដែលជាឧបទ្ទវហេតុលើកទី2ដែលពាក់ព័ន្ធនឹងគ្រាប់រំសេវផុតកំណត់នៅក្នុងប្រទេសនេះបើយោងតាមមន្ត្រីយោធាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកនៅថ្ងៃទី13ខែឧសភានេះយោងតាមលោកវ៉ាងយូយូដាយ៉ាណាអ្នកនាំពាក្យកងទ័ពទី2បានឲ្យដឹងថាការផ្ទុះបានកាត់ឡើងនៅពេលដែលមន្ត្រីកំពុងបញ្ចប់ការចោទគ្រាប់រំសេវរបស់ពួកគេយ៉ាងណាមិញតំបន់ដែលផ្ទុះបានកាត់ឡើងគឺនៅក្នុងវាលមួយដែលការបំទុះបែបនេះត្រូវបានធ្វើឡើងជាប្រចាំអ្នកស្រុកជាធម្មតាព្យាយាមប្រមូលផ្ដុំកំទេចកំទីបន្ទាប់ពីការបោះចោលដើម្បីប្រមូលសម្ភារៈឥតចាយដែលបន្សល់ទុកដោយការបំទុះនៅថ្ងៃច័ន្ទនេះគឺជាឧបទ្ទវហេតុទី2ដែលពាក់ព័ន្ធនឹងគ្រាប់រំសេវយោធាឥណ្ឌូនេស៊ីក្នុងរយៈពេលជាង1ឆ្នាំកាលពីខែមិនិនាឆ្នាំមុនអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅឃ្លាំងផ្ទុកអាវុធរបស់ឥណ្ឌូនេស៊ីដែលរក្សាទុកគ្រាប់រំសេវផុតកំណត់នៅជិតទីក្រុងសាកាតាដែលបណ្ដាលឲ្យមានការផ្ទុះជាបន្តបន្ទាប់